សួស្តីអ្នកទាំងអស់គ្នានេះគឺជាពស់ខ្នាតតូចមួយប្រភេទមានពិសកាចសាហាវដែលរស់នៅក្នុងប្រទេសកម្ពុជាយើងវាតែងតែខំបង្កគ្រោះថ្នាក់ជាញឹកញាប់ដល់ប្រជាកសិករស្រែចម្ការយើងតើបងប្អូនណាខ្លះស្គាល់ពស់មួយប្រភេទនេះថ្ងៃនេះខ្ញុំនឹងលាតត្រដាងរឿងរ៉ាវខ្លះៗអំពីវាប្រហែលជាបងប្អូនមួយចំនួនក៏បានស្គាល់ពស់មួយប្រភេទនេះរួចមកហើយវាមានឈ្មោះថាពស់ហនុមានជាពស់មានពិសដ៏គ្រោះថ្នាក់វាត្រូវបានគេប្រទះឃើញនៅទ្វីបអាស៊ីព្រមទាំងប្រទេសកម្ពុជាយើងផងដែរព្រៃទឹកភ្លៀងគឺជាជម្រកដ៏រឹងមាំរបស់វាជាទូទៅលក្ខណៈសម្គាល់របស់វាមានដងខ្លួនប្រវែង40ទៅ50សង់ទីម៉ែត្រប្រហែលជា2ចង្អាមទំហំខ្លួនតូចប៉ុនម្រាមដៃសម្បុរពណ៌បៃតងចុងកន្ទុយពណ៌ក្រហមក្បាលកំប៉ោងរាងត្រីកោណនិងមានភ្នែកពណ៌ក្រហមលក្ខណៈខ្លួនបែបនេះអំណោយផលបំផុតក្នុងការបន្លំខ្លួនជាមួយរុក្ខជាតិពណ៌បៃតងដើម្បីលាក់ខ្លួននិងប្រមាញ់ចំណីរបស់វាដូចជាសត្វចាបសត្វបង្គួយសត្វកណ្ដូបនិងពេលខ្លះកូនកណ្ដោរឬក៏កូនកង្កែបជាដើមរាល់គោលដៅប្រមាញ់របស់ពស់ហនុមានជោគជ័យ 95% ដោយសារវាមានសមត្ថភាពសម្ងំហើយខាំលឿនរហ័សព្រមទាំងមានពិសដ៏កាចសាហាវធ្វើឲ្យចំណីរបស់វាងាប់ភ្លាមសម្រាប់មនុស្សយើងពិតជាមានគ្រោះថ្នាក់ខ្លាំងមែនទែនប្រសិនបើវាខាំអាចបណ្ដាលឲ្យពិការឬក៏ធ្ងន់ធ្ងរអាចបណ្ដាលឲ្យបាត់បង់ជីវិតបាននៅពេលវាខាំចង្កូមកែវដ៏មុតស្រួចបញ្ចេញជាតិពិសneurotoxin ចូលតាមសរសៃឈាមវាប្រហារគ្រាប់ឈាមនិងប្រព័ន្ធប្រសាទយ៉ាងរហ័សជនរងគ្រោះមានអាការៈឈឺចុកចាប់ខ្លាំងត្រង់មុខរបួសពិបាកធ្វើចលនាពិបាកដកដង្ហើមនិងបាត់បង់ស្មារតីឆាប់រហ័សអ្នកធ្លាប់បានពស់ហនុមានខាំបានអះអាងថាឈឺចាប់ខ្លាំងដូចរលាកភ្លើងមុខរបួសហើមរលួយនិងពិបាកក្នុងខ្លួនយ៉ាងខ្លាំងទោះបីមិនស្លាប់តែការឈឺចាប់និងស្លាកស្នាមមួយជីវិតសូមបញ្ជាក់ថាពស់ហនុមានចូលចិត្តបន្លំខ្លួនលើមែកឈើប្រសិនបើវាខាំចំក្បាលមនុស្សយើងពិតជាហានិភ័យខ្លាំងណាស់ជាធម្មតាវារកស៊ីនៅពេលយប់ហើយពេលថ្ងៃសម្ងំលាក់ខ្លួនវាមិនចូលចិត្តប្រភពទឹកមិនចូលចិត្តសម្ងំក្នុងរន្ធម្ដងម្កាលប៉ុណ្ណោះដែលពស់ហនុមានចុះលើដើមឈើវាលើដីចំណែកឯការបន្តពូជវិញភាគច្រើននៅក្នុងខែវស្សានៅពេលដែលសម្បូរចំណីពស់ហនុមានវានឹងស្វែងរកដៃគូជីវិតរបស់វាពស់ញីមានតួនាទីបង្កកំណើតប៉ុន្តែវាមិនពងនៅខាងក្រៅទេវានឹងបង្កកំណើតកូននៅក្នុងពស់ហើយទម្លាក់កូនចេញមកក្រៅប្រហែល5ទៅ7ក្បាលអ្នកជំនាញបានបញ្ជាក់ថាកូនពស់ហនុមានវាមានពិសតាំងពីវាទៅនឹងកើតដើម្បីការពារខ្លួនវាពីសត្រូវនិងដើម្បីស្វែងរកចំណីដល់ខ្លួនឯងព្រោះមេរបស់វាមិនបាននៅមើលថែការពារយូរទេទោះបីពស់ហនុមានមានពិសកាចសាហាវប៉ុន្តែពេលខ្លះវាក៏ត្រូវមានសត្វផ្សេងទៀតតាមប្រមាញ់វិញផងដែរដូចជាពស់ទ្រង់រនាមពស់ក្រាយសត្វស្កាសត្វឆ្មាព្រៃសត្វស្ទាំងឥន្ទ្រីនិងសត្វមង្សាសីមួយចំនួនផងដែរពិសេសគឺមនុស្សយើងគេតែងតែសម្លាប់ពស់ហនុមានចោលព្រោះខ្លាចគ្រោះថ្នាក់នៅថ្ងៃក្រោយម្យ៉ាងវិញទៀតអ្នកមួយចំនួនគេក៏យកសាច់របស់វាបរិភោគផងដែរសរុបមកពស់ហនុមានគឺជាពស់ពិសខ្នាតតូចប៉ុន្តែអាចបង្កបញ្ហាធំដល់មនុស្សយើងបានបងប្អូនគួរប្រុងប្រយ័ត្ននៅពេលចូលក្នុងព្រៃឬតំបន់ដែលជាជម្រករបស់ពស់ប្រសិនវាខាំត្រូវប្រញាប់សូមជំនួយទទួលការសង្គ្រោះលឿនបំផុតឬទៅមន្ទីរពេទ្យដែលនៅជិតកន្លែងបងប្អូនកើតហេតុសូមកុំបណ្ដោយពេលវេលាឲ្យយូរឬក៏ធ្ងន់ធ្ងរជាដាច់ខាតព្រោះវាអាចមានហានិភ័យដល់អាយុជីវិតបានជម្រាបបងប្អូនថាភាគច្រើនពស់គឺមានពិសអាចបង្កគ្រោះថ្នាក់ទោះបីពស់ខ្លះមិនមានពិសក៏ដោយធ្មេញរបស់វាស្រួចក៏អាចខាំបង្កគ្រោះថ្នាក់បានដែរដូចនេះគួរនៅឲ្យឆ្ងាយឬកុំប៉ះពាល់វាឲ្យសោះអរគុណដែលបានទស្សនាវីដេអូនេះដល់ចប់តើបងប្អូនយល់ឃើញយ៉ាងណាដែរចំពោះពស់ហនុមានមួយប្រភេទនេះសូមខមមិននៅខាងក្រោមសូមកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំម្នាក់មួយជួបគ្នាវីដេអូក្រោយអរគុណ
đấy hơi cặp về nhóm váy về một phần nó ngọt thì tao ta cặp về đặt chi pi cho bay con rồi bạn ngọt hơi pôn đi tan khang bên tên về trong vậy tha bột xe nhỏ tan nó về hơi pôn đi nè nó thì anh mới chết tay man tha nhóm váy về phần nó lượng thì có nhóm váy về thật ba thì về ngọt về nè khăm hơi có sạch chất thật cặp về vô về tự bỏ sao thì